น้อมอารมณ์บองប្អូនមកទស្សនានិទានខ្មែរអប់រំខ្លីរឿងទឹកចិត្តកូនប្រុសពូសុកគឺជាកសិករប្រពន្ធគាត់ជាជាងដេរនៅផ្ទះពួកគាត់មានកូនប្រុស2នាក់ច្រើនឆ្នាំក្រោយមកប្រពន្ធគាត់ធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ដោយអស់សង្ឃឹមក្នុងការព្យាបាលម្ដាយក៏និយាយទៅកាន់កូនទាំងក្តុកក្តួលថាកូនមានម្ដាយគ្មានអ្វីចែកឲ្យកូនទេមានតែមកជុលពីដើមតែប៉ុណ្ណោះនិយាយដល់ត្រឹមនេះម្ដាយក៏ដាច់ខ្យល់ស្លាប់ក្នុងពេលនោះទៅមួយឆ្នាំក្រោយមកដោយសារតែគ្មានអ្នកថែរក្សាកូននិងមើលផ្ទះសម្បែងពូសុកក៏យកប្រពន្ធថ្មីម្នាក់ទៀតហើយក៏កើតបានកូនស្រីមួយទៀតផងដែរប៉ុន្តែនាងជាម្ដាយក្រោយមិនចូលចិត្តក្មេងទាំងពីរនោះទេថ្ងៃមួយឪពុកទៅធ្វើស្រែបាត់ម្ដាយក៏បានធ្វើនំគមលុះដល់ពេលនំគមឆ្អិនម្ដាយនិយាយទៅកាន់កូនប្រុសទាំងពីរនោះថាពួកឯងកុំអាលហូបនំអីត្រូវចាំពុកឯងត្រឡប់មកវិញនិយាយរួចក៏ងាកមកបញ្ចុកនំកូនស្រីធ្វើប្រងើយពីរអ្នកបងប្អូនទន្ទឹងចាំមើលផ្លូវឪពុករហូតដល់ពេលល្ងាចគ្រាន់តែឃើញឪពុកមកដល់ផ្ទះភ្លាមកុមារទាំងពីរនាក់នោះក៏នាំគ្នាស្ទុះទៅយកនំគមមកហូបទាំងការស្រេកឃ្លានពេលនោះប្រពន្ធនិយាយទៅកាន់ប្តីថាបងមើលចុះកូនរបស់បងគ្មានរបៀបទេគេមិនល្អដូចជាកូនខ្ញុំសោះមួយរយៈក្រោយមកទៀតដោយសារតែជីវភាពខ្វះខាតនិងការរស់នៅមិនចុះសម្រុងក្នុងគ្រួសារពីរអ្នកប្តីប្រពន្ធក៏គិតគ្នាថាយកក្មេងទាំងពីរនោះទៅបោះបង់ចោលក្នុងព្រៃស្អែកឡើងប្រពន្ធរៀបចំបាយមួយកញ្ចប់និងបង្វិចធំមួយឲ្យទៅប្តីហើយប្តីក៏បរទេះជូនពួកគេចេញទៅលុះមកដល់ពាក់កណ្ដាលផ្លូវឪពុកងាកមកសួរកូនថាតើកូនស្គាល់កន្លែងនេះទេកូនឆ្លើយថាបាទពុកកូនស្គាល់ព្រោះកូនធ្លាប់មកឃ្វាលគោនៅទីនេះលើដូច្នោះឪពុកក៏ធ្វើដំណើរបន្តទៅមុខទៀតលុះបរទេះទៅដល់ព្រៃកាន់តែជ្រៅពូសុកសួរកូនម្ដងទៀតថាតើកូនស្គាល់ទីនេះទេកូនឆ្លើយវិញថាបាទពុកកូនមិនស្គាល់ទេពុកប្រាប់កូនថាបើអញ្ចឹងពួកឯងចាំពុកនៅទីនេះសិនចុះពុកបរទេះទៅកាប់អស់មួយផ្លេតបន្តិចទៀតពុកត្រឡប់មកវិញហើយបងប្អូនទាំងពីរនាក់ចាំឪពុកយូរទៅរហូតដល់ថ្ងៃរសៀលមិនឃើញឪពុកត្រឡប់មកវិញទើបដឹងថាឪពុកយកខ្លួនមកបោះបង់ចោលក៏នាំគ្នាស្រែកយំហើយស្រាយកញ្ចប់បាយហូបគ្រាន់តែហូបបានបន្តិចក៏ខ្ជាក់ចេញមកវិញព្រោះនៅក្នុងបាយមានលាយដីខ្សាច់ជាច្រើនពីរអ្នកបងប្អូនអង្គុយហូបគ្នាយំហើយគិតថាថ្ងៃនេះគ្មានអីហូបទេយើងពិតជាស្លាប់មិនខានឡើយបងគិតហើយក៏នឹកទៅដល់រឿងម្ដាយរួចក៏យកមកជុលមកមើលពេលនោះបងប្រុសក្រឡេកឃើញសត្វលលោកមួយទុំនៅលើមេឃឈើក្បែរខ្លួនគិតមួយសន្ទុះក៏យកបំពង់ឫស្សីមួយកង់ហើយរើស្លាប់សត្វមកចងជាប់គូតមកជុលទៅផ្លុំតម្រង់ទៅសត្វលលោកនោះក៏ត្រូវចំលលោកធ្លាក់មកមួយរំពេចពួកគេយកសត្វលលោកមកធ្វើជាអាហារពេលបងកំពុងតែលាងសម្អាតស្រាប់តែធ្លាក់គ្រាប់ស្រូវពោតសណ្ដែកនិងគ្រាប់ល្ពៅចេញពីក្នុងគេរបស់វាបងរើសគ្រាប់ទាំងនោះយកទៅហាលថ្ងៃឯប្អូនយកសាច់ទៅអាំងពីរអ្នកបងប្អូននាំគ្នាកាប់ឈើនិងស្លឹកមកធ្វើជារោងមួយនៅទីនោះយប់ឡើងមានសភាពស្ងាត់ជ្រងំប្រឈមមុខនឹងសត្វព្រៃទាំងឡាយដែលមកចង់យាយីពួកគេថ្ងៃបន្ទាប់មកទៀតបងប្អូនកំសត់ទាំងពីរនាក់នាំគ្នាបណ្ដុះគ្រាប់ពូជទាំងនោះដើម្បីចិញ្ចឹមជីវិតពួកគេចាប់ត្រីរាវក្តាមខ្យងឬបេះផ្លែឈើធ្វើជាអាហារអស់រយៈពេលជាច្រើនខែទើបដំណាំពួកគេមានផ្លែផ្កាពីរអ្នកបងប្អូនខំថែរក្សារហូតដំណាំទុំក៏ចេះតែបណ្ដុះគ្រាប់ពូជជាបន្តបន្ទាប់បងប្អូនកំសត់ទាំងពីរនាក់តស៊ូឆ្ការព្រៃកាប់ដីលើករងរហូតដល់មានផ្ទៃដីវាលធំល្វឹងល្វើយដាច់កន្ទុយភ្នែកអស់រយៈកាលជាច្រើនឆ្នាំដោយសារតែភាពអំណត់អត់ធន់និងការតស៊ូព្យាយាមរបស់ពួកគេបានធ្វើឲ្យគេទាំងពីរនាក់មានដំណាំជាច្រើនគ្របដណ្ដប់លើផ្ទៃដីរាប់ហិកតាលុះពេលដំណាំបានផលច្រើនក៏មានឈ្មួញមកទិញភោគផលដំណាំនេះជាហូរហែចាប់តាំងពីពេលនោះមកពួកគេក៏មានជីវភាពប្រសើរឡើងមានផ្ទះសម្បែងមានលុយកាក់មាសប្រាក់មន្ទានិងគោក្របីជាច្រើនការសន្សំសំចៃបានកែប្រែពួកគេពីភាពក្រីក្រមកក្លាយជាអ្នកមានដ៏ស្ដុកស្ដំពីមួយថ្ងៃទៅមួយថ្ងៃផ្ទៃដីចំការកាន់តែធំទៅរហូតមានតងល្ពៅខ្លះលូតលាស់វាពីពេញចូលទៅដល់ចំការចេកឪពុករបស់គេពេលនោះពូសុកឆ្ងល់ខ្លាំងណាស់ហើយគិតថាតើអ្នកណាដាំល្ពៅចូលមកក្នុងដីរបស់យើងដូច្នេះគាត់ក៏សាក់លបងដើរតាមតងល្ពៅនោះដើម្បីទៅរកម្ចាស់ចំការថ្មីពូសុកធ្វើដំណើរយ៉ាងយូរទៅមកដល់ផ្ទះម្ចាស់ចំការក៏ស្រាប់តែបានជួបនឹងបុរស2នាក់
ពូសុកមិនស្គាល់កំឡោះទាំងពីរអ្នកនោះទេតែកូនស្គាល់ឪពុកច្បាស់ណាស់ក៏ស្ទុះទៅអោបឪពុកដោយការនឹករលឹកឪពុកបានសុំទោសកូននៅកំហុសឆ្គងទាំងឡាយដែលបានធ្វើមកលើកូនពូសុកបានជួបកូនវិញសប្បាយចិត្តរកអ្វីព្រៀបផ្ទឹមពុំបានឡើយឪពុកនិយាយទៅកាន់កូនថាកូនមានឪពុកតាំងពីអត់ឯងទាំងពីរអ្នកមកពុកលំបាកវេទនាណាស់ពុកមិនគួរយកឯងមកឲ្យរស់នៅកណ្ដាលព្រៃស្ងាត់កណ្ដោចកណ្ដែងដូចនេះឡើយកូនទាំងពីរអ្នកបានរៀបចំលុយកាក់មាសប្រាក់ខ្លះជូនឪពុកដោយភាពកតញ្ញូពូសុកចេញដំណើរត្រឡប់ទៅផ្ទះវិញទាំងក្តីត្រេកអរព្រោះបានជួបកូនវិញថែមទាំងបានផ្គត់ផ្គង់ជីវភាពគ្រួសារទៀតផងមកដល់លំនៅឋានវិញពូសុកសប្បាយចិត្តញញឹមញញែមរៀបរាប់ប្រាប់ប្រពន្ធកូនពីរឿងរ៉ាវទាំងអស់មិនរាកលាបន្តិចឡើយប្រពន្ធឃើញប្តីយកលុយពីកូនងាយពេកនាងក៏ប្រើប្តីឲ្យទៅសុំលុយពីកូនម្ដងហើយម្ដងទៀតច្រើនលើកច្រើនសារមិនក្រែងចិត្តកូនបន្តិចសោះទោះបីកូនផ្ដល់ប្រាក់យ៉ាងណាក៏ដោយក៏ជីវភាពក្នុងគ្រួសារពូសុកនៅតែខ្វះខាតដដែលព្រោះប្រពន្ធគាត់មិនចេះសន្សំសំចៃយកលុយទៅចាយវាខ្ជិះខ្ជាយមិនចេះគិតមានថ្ងៃមួយពេលនាងអស់ប្រាក់ពីខ្លួនក៏ប្រើប្តីឲ្យទៅសុំលុយពីកូនម្ដងទៀតពេលទៅដល់ផ្ទះកូនឪពុកនិយាយពីទុក្ខលំបាកក្នុងគ្រួសារប្រាប់កូនយល់ចិត្តឪពុកក៏រៀបចំរបស់របរនិងវត្ថុមានតម្លៃជាច្រើនឲ្យទៅឪពុកពេលរៀបត្រឡប់ទៅផ្ទះវិញពូសុកក្រឡេកឃើញក្របីមួយក្បាលក៏និយាយទៅកាន់កូនថាបងវិចនេះធ្ងន់ណាស់ពុកស្ពាយមិនរួចទេកូនឲ្យក្របីពុកមួយមកគ្រាន់ពុកជិះត្រឡប់ទៅវិញព្រោះពុកចាស់ណាស់ហើយមិនប្រកែកកូនក៏ដឹកក្របីប្រគល់ឲ្យពុកភ្លាមរួចស្ពាយបងវិចជិះក្របីចេញទៅពេលមកដល់ភូមិមួយមានឆ្កែជាច្រើនគ្រាន់តែឃើញក្របីភ្លាមក៏ស្ទុះដេញព្រុសធ្វើឲ្យក្របីភ័យខ្លាចរត់ភៀសខ្លួនបាត់ទៅចំណែកពូសុកវិញតោងក្របីមិនជាប់ក៏ធ្លាក់ពីលើខ្នងក្របីរបួសយ៉ាងធ្ងន់ធ្ងរអ្នកស្រុកឃើញគាត់មានការអាណិតក៏នាំគ្នាជួយលើកហើយគ្រាពូសុកត្រឡប់ទៅផ្ទះជួបជុំប្រពន្ធកូនវិញពេលនេះពូសុកបានភ្ញាក់ខ្លួនដោយសារតែការលុបលន់ទៅទ្រមខ្លួនដើរក៏មិនរួចធ្វើការងារអ្វីក៏មិនបានគាត់នឹកខ្មាស់ខ្លួនឯងមិនចង់ទៅសុំលុយពីកូនទាំងពីរទៀតឡើយរីឯប្រពន្ធវិញព្យាយាមកែខ្លួនខំប្រឹងធ្វើការមិនខ្លាចនឿយហត់ចំណែកកូនប្រុសទាំងពីរនាក់នោះវិញព្រោះតែឃើញឪពុកម្ដាយចេះភ្ញាក់រលឹកក៏ផ្ដល់ប្រាក់ជាញឹកញាប់ក្នុងភាពជាកូនកតញ្ញូចាប់តាំងពីពេលនោះមកគ្រួសារពូសុករស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត